សួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាបាទសូមស្វាគមន៍ជាថ្មីសម្រាប់ការសិក្សាតាមរយៈវីដេអូ YouTube ជាមួយលោកគ្រូថ្ងៃនេះដែរលោកគ្រូលើកយកមេរៀនភាសាខ្មែរថ្នាក់ទី5មេរៀនទី3កំណាព្យខ្មែរហើយខ្លឹមសារដែលយើងត្រូវសិក្សានៅថ្ងៃនេះគឺអំណានកំណាព្យខ្មែរចឹងមុននឹងយើងចាប់ដើមចូលទៅសិក្សាមេរៀនថ្មីលោកគ្រូសូមរំលឹកមេរៀនយើងឡើងវិញបន្តិចបាទចឹងកាលពីថ្ងៃមុនយើងបានរៀនអំណានអំពីអ្វីសាររនឹកតិចមើលទាំងអស់គ្នាបាទចឹងកាលពីថ្ងៃមុនយើងបានសិក្សាទៅលើអត្ថបទអំណានលំអ3ប្រការបាទគឺជាអត្ថបទមេសូតណាហើយសំណួរទី2តើមនុស្សល្អត្រូវមានអ្វីខ្លះបាទទាំងអស់គ្នាសាករនឹកមើលបាទចាំបានទេបាទចឹងមនុស្សល្អត្រូវមានរឹកល្អចរិយាល្អរូបសម្បត្តិសមរម្យកេរ្តិ៍ឈ្មោះល្អនិងមានចំណេះវិជ្ជាបាទចឹងដូចយើងចប់រំលឹកមេរៀនហើយឥឡូវយើងចាប់ផ្ដើមចូលទៅសិក្សាទៅលើខ្លឹមសារមេរៀនថ្មីបាទគឺយើងសិក្សាទៅលើអំណានកំណាព្យខ្មែរហើយទាំងអស់គ្នាយើងបើកសៀវភៅពុម្ពភាសាខ្មែររបស់យើងមកត្រង់ទំព័រទី38និង39បាទចឹងដើម្បីផ្ទៀងផ្ទាត់អានជាមួយលោកគ្រូទាំងអស់គ្នាណាប៉ុន្តែមុននឹងយើងចាប់ផ្ដើមទៅអានអត្ថបទនោះយើងទៅបាទពិនិត្យមើលរូបភាពនៃអត្ថបទអំណានរបស់យើងអញ្ចឹងយើងឃើញកុមារាកុមារីគោរពសំពះជាមួយនឹងជីដូនជីតារបស់គាត់អញ្ចឹងនេះគឺជាដូចថាការគោរពការដឹងគុណណាបាទចំពោះការគោរពចាស់ទុំអីចឹងណាហ្នឹងហើយអញ្ចឹងយើងបន្តទៅសិក្សាអត្ថបទអំណានតោះបើកសៀវភៅត្រៀមខ្លួនឲ្យនៅទាំងអស់គ្នាចឹងឥឡូវយើងទៅអានជាមួយលោកគ្រូណាហើយគុណព្យាយាមទាំងអស់គ្នាព្យាយាមកំណត់មើលពាក្យពិបាកហើយពាក្យណាដែលយើងអត់ចេះអានហ្នឹងយើងព្យាយាមពិនិត្យមើលណាបាទតោះឥឡូវយើងចាប់ផ្ដើមអានកំណាព្យគឺជាអត្ថបទពាក្យជួនដែលខ្មែរយើងមានតាំងពីយូរលង់ណាស់មកហើយជាសក្ខីភាពយើងឃើញមានបុព្វកវីខ្មែរជាច្រើនដូចជាបណ្ឌិតជ័យនុនសុតនព្រៃជាអិនក្រមងុយព្រះរាជសម្ភានូកនភិក្ខុសោមសន្ធមុខជាដើមសុទ្ធតែជាអ្នកមានស្នាដៃល្បីល្បាញខាងតាក់តែងកំណាព្យកវីខ្លះនិយមតាក់តែងរឿងដោយប្រើកំណាព្យបទផ្សេងៗដូចជារឿងរាមកេរ្តិ៍ទុំទាវនិងល្បើករឿងផ្សេងមានច្បាប់ល្បើកថ្មីល្បើកអកល្បើកជុចនិងត្រីនេះសបញ្ជាក់ឲ្យឃើញថាតាំងពីបុរាណមកខ្មែរយើងនិយមចូលចិត្តកំណាព្យណាស់កំណាព្យខ្មែរមានច្រើនបទហើយត្រូវបានគេប្រើប្រាស់ក្នុងគោលបំណងផ្សេងគ្នាបទទាំងនោះមានបទកកតេព្រហ្មកិត្តបទបំណូលបទភុជង្គលីលាបទពាក្យ7បទពាក្យ8បទពាក្យ9បទទ្វេមាត្រជាដើមបទនីមួយសុទ្ធតែពីរោះរណ្ដំណែងណងប្លែកគ្នាគួរឲ្យចូលចិត្តដូច្នេះយើងជាសិស្សត្រូវយកចិត្តទុកដាក់រៀនសូត្រកំណាព្យខ្មែរឲ្យចេះចាំគ្រប់គ្នាជាងនេះទៀតត្រូវចេះលើកតម្កើងនិងថែរក្សាកេរមរតកនេះឲ្យបានគង់វង្សបាទចឹងរួចរាល់ទាំងអស់គ្នាជាមួយនឹងអត្ថបទអំណានលោកអានជាមួយលោកគ្រូឥឡូវយើងទៅសិក្សាពាក្យពិបាកជាមួយលោកគ្រូបន្តទៀតបាទចឹងពាក្យពិបាកពាក្យដំបូងគេគឺពាក្យអត្ថបទបាទពាក្យបន្ទាប់សក្ខីភាពបន្ទាប់មកទៀតបណ្ឌិតបាទជ័យនុនបាទពាក្យបន្តសុតនព្រៃជាអិនពាក្យបន្តទៀតព្រះរាជសម្ភាបាទភិក្ខុសោមបញ្ជាក់ព្រហ្មកិត្តភុជង្គលីលាបាទទ្វេមាត្រដំកើងកេរមរតកគង់វង្សរាមកេរ្តិ៍បុព្វកវីសន្ធមុខស្នាដៃល្បីល្បាញច្បាប់គោលបំណងណែងណងនិងកកតេបាទទាំងអស់នេះគឺជាពាក្យពិបាកដែលគ្រូបានដកស្រង់ចេញពីអត្ថបទអំណានយើងបាញ់មិញណាហ្នឹងហើយចាឥឡូវយើងទៅសិក្សាពន្យល់ពាក្យបន្តទៀតបាទពាក្យទី1គឺពាក្យអត្ថបទចឹងអត្ថបទមានឋានៈពាក្យជានាមមានន័យថាសេចក្តីជាខ្លឹមសាររបស់អ្នកនិពន្ធចំណែកឯពាក្យបន្តសក្ខីភាពឋានៈពាក្យជានាមមានន័យថាដំណើរជាសាក្សីឯពាក្យល្បីល្បាញឋានៈពាក្យជាគុណនាមមានន័យថាដំណើរដែលលេចលឺគេឈ្មោះទូទៅចំណែកពាក្យច្បាប់ឋ
ឋានៈពាក្យជានាមមានន័យថាសេចក្តីបញ្ញត្តិសម្រាប់ឲ្យមនុស្សក្នុងនគរគោរពតាមពាក្យណែងណឋានៈពាក្យជានាមមានន័យថាកំណាត់ឈើឬឫស្សីចងបន្តោកបង្អស់ដីជាប់នៅកចតុបាទមានគោជាដើមអញ្ចឹងទៅចំណែកពាក្យបន្តទៀតគង់វង្សគង់វង្សឋានៈពាក្យជាកិរិយាសព្ទមានន័យថាគង់ពូជវង្សនៅមិនសូន្យគង់ដំណើរឬប្រពៃណីនៅដូចដើមដំកើងឋានៈពាក្យជាកិរិយាសព្ទមានន័យថារាប់អានជាថ្កើងធ្វើឲ្យថ្កើងដាក់តម្កល់លើទីខ្ពស់បាទអញ្ចឹងពាក្យដំកើងអញ្ចឹងក្រោយពីសិក្សាពន្យល់ពាក្យជាមួយលោកគ្រូហើយឥឡូវយើងបន្តទៅសិក្សាពាក្យផ្ទុយបាទអញ្ចឹងពាក្យផ្ទុយទី1លើកដំកើងផ្ទុយនឹងពាក្យទម្លាក់ចុះរីឯពាក្យប្លែកផ្ទុយនឹងពាក្យដដែលបាទអញ្ចឹងប្លែកផ្ទុយនឹងពាក្យដដែលចំណែកឯពាក្យសុទ្ធផ្ទុយនឹងคล้ายឬមួយទៀតពាក្យកលៃចំណែកឯពាក្យគង់វង្សផ្ទុយនឹងពាក្យហិនហោចបាទចូលដល់ចំណុចទី3រកពាក្យន័យដូចនឹងពាក្យបាទពាក្យឲ្យអញ្ចឹងន័យដូចនឹងពាក្យឲ្យរួមមានដូចជាពាក្យជូនប្រគេនផ្ដល់ថ្វាយបាទចំណែកឯពាក្យន័យដូចមួយទៀតគឺដៃហ្នឹងមានហាត់មានព្រះហស្ថបាទអញ្ចឹងយើងសិក្សាពាក្យន័យដូចហើយឥឡូវយើងបន្តទៅសិក្សាពាក្យសូរដូចនិងពាក្យគួរអញ្ចឹងន័យសូរដូចនិងពាក្យគួរមានគួរទី1គួរស្រៈកស្រៈអួរនឹងរគុណនាមឋានៈពាក្យជាគុណនាមណាមានន័យថាសំក៏បីអត់ទាស់អញ្ចឹងឧទាហរណ៍ពាក្យនេះគួរហើយបាទចំណែកឯពាក្យគួរមួយទៀតកស្រៈអួរនឹងរគួរដូចគ្នាឋានៈពាក្យជានាមមានន័យថាចង្កោមផ្លែសំណុំផ្លែឧទាហរណ៍គួរស្រូវគួរស្មៅអញ្ចឹងលោកគ្រូសូមបញ្ជាក់ថាពាក្យសូរដូចខុសពីពន្យល់ពាក្យត្រង់តែកន្លែងមានឧទាហរណ៍ចុះហេតុអីចាំបាច់មានឧទាហរណ៍អញ្ចឹងឧទាហរណ៍ហ្នឹងគឺជាពាក្យដែលគេប្រើប្រាស់អញ្ចឹងដើម្បីគេបញ្ជាក់ណាហ្នឹងហើយអញ្ចឹងកន្លែងហ្នឹងទាំងអស់គ្នាចំណាំហើយបើសិនជាលោកគ្រូអ្នកគ្រូដែលគាត់ដាក់កិច្ចការឲ្យយើងធ្វើរកពាក្យសូរដូចផ្សេងហ្នឹងយើងត្រូវបញ្ជាក់ផងថាលោកគ្រូអ្នកគ្រូយើងត្រូវរកឧទាហរណ៍អត់ប៉ុន្តែជាចាំបាច់គឺត្រូវតែមានឧទាហរណ៍អញ្ចឹងលោកគ្រូបញ្ជាក់អញ្ចឹងណាបាទចំណែកឯសំណួរនៅក្នុងអត្ថបទរបស់យើងបាទសំណួរទី1តើកវីខ្មែរមានឈ្មោះអ្វីខ្លះនៅក្នុងអត្ថបទបាទហើយមានចម្លើយនៅនឹងស្រាប់អញ្ចឹងកវីខ្មែរមានឈ្មោះជាបណ្ឌិតជ័យនុនសុតនព្រៃជាអិនក្រមងុយបរិសម្ភានូកនភិក្ខុសោមសន្ធមុខជាដើមបាទអញ្ចឹងនេះទាំងអស់នេះសុទ្ធតែជាកវីដែលបានមានឈ្មោះនៅក្នុងអត្ថបទដែលយើងបានអានជាមួយលោកគ្រូណាចំណែកឯសំណួរទី2តើកំណាព្យខ្មែរយើងមានបទអ្វីខ្លះបាទអញ្ចឹងកំណាព្យខ្មែរនៅក្នុងអត្ថបទដែលយើងសិក្សានេះរួមមានដូចជាបទកកតិព្រហ្មកិត្តបទពំនូលបទបញ្ជូនលីលាបទពាក្យ7បទពាក្យ8បទពាក្យ9ហើយនិងបទទ្វេមៀតជាដើមបាទអញ្ចឹងយើងចូលដល់សំណួរទី3តើអ្នកមានចំណាប់អារម្មណ៍ដូចម្ដេចចំពោះកំណាព្យខ្មែរអញ្ចឹងខ្ញុំមានអារម្មណ៍ថាកំណាព្យខ្មែរគឺមានលក្ខណៈជួនរំដំណែងណងយ៉ាងពីរោះព្រមទាំងបង្កប់អត្ថន័យអប់រំល្អទៀតផងអញ្ចឹងកន្លែងនឹងកំណាព្យខ្មែរណាហើយក្នុងករណីថាបើគេសួរថាតើយើងចូលចិត្តអត្ថបទកំណាព្យខ្មែរឬទេអញ្ចឹងទាំងអស់គ្នាយើងគួរតែឆ្លើយថាពួកយើងទាំងអស់គ្នាចូលចិត្តកំណាព្យខ្មែរតោះណាចឹងព្រោះដើម្បីចូលរួមជួយថែរក្សាកំណាព្យរបស់ខ្មែរយើងឲ្យបានគង់វង្សថិតថេរនិងឲ្យកូនចៅយើងជំនាន់ក្រោយនឹងបានសិក្សាបន្តទៀតតោះណាយើងទាំងអស់គ្នាហើយបើសិនជាយើងអត់ចូលចិត្តយើងបោះបង់មានន័យថាក្មេងៗជំនាន់ក្រោយតទៀតគឺគាត់លែងចេះហើយណាបាទហើយតាប្រទេសជិតខាងគេលួចយកទៅទៀតចាប់បដោយយើងលែងមានអំណាចអំណាងអញ្ចឹងទាំងអស់គ្នាយើងត្រូវចូលរួមរៀននិងចូលរួមថែរក្សាទាំងអស់គ្នាណាចូលដល់បន្ទាប់ទៀតលំហាត់អញ្ចឹងទាំងអស់គ្នាយើងមើលបាទគេថាចូលគូគ្រីសក្នុងប្រអប់ដែលជាចម្លើយណាមួយដែលជាគំនិតអប់រំរបស់អត្ថបទអញ្ចឹងមានរហូតដល់3ល្បះទី1ខ្មែរយើងនិយមប្រើប្រាស់កំណាព្យដើម្បីតាក់ទងគ្នាទី2ខ្មែរយើងមានកវីល្បីល្បាញនិងមរតកកំណាព្យបទផ្សេងជាច្រើនទី3ខ្មែរយើងតាក់តែងរឿងដោយប្រើកំណាព្យបាទអ
ចឹងយើងគិតថាទាំងអស់ហ្នឹងមួយណាដែលជាចម្លើយគំនិតសំខាន់នៅក្នុងអត្ថបទបាទចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយលេខ2បាទខ្មែរយើងមានកវីល្បីល្បាញនិងមរតកកំណាព្យបទផ្សេងជាច្រើនតោះនេះយើងទាំងអស់គ្នាបាទចឹងយើងចូលដល់កិច្ចការផ្ទះចឹងកិច្ចការផ្ទះនេះមានន័យថាទាំងអស់គ្នាយើងត្រូវយកបាទពាក្យបាទទាំងអស់បាទដែលយើងហៅថាមេពាក្យមានពាក្យសក្ខីភាពគង់វង្សល្បើកច្បាប់កំណាព្យចឹងទាំងអស់គ្នាយើងយកពាក្យទាំងអស់ហ្នឹងខ្ញុំមកបំពេញន័យខាងក្រោមឲ្យបានត្រឹមត្រូវតោះនេះចឹងបាទពីព្រោះពាក្យទាំងអស់យើងបានសិក្សាហើយណាចឹងយើងរកមើលពាក្យសក្ខីពាក្យគង់វង្សពាក្យល្បើកពាក្យច្បាប់ពាក្យកំណាព្យហ្នឹងទាំងអស់គ្នាយកពាក្យទាំងអស់ហ្នឹងមកបំពេញន័យពាក្យខាងក្រោមឲ្យបានត្រឹមត្រូវតោះនេះយើងទាំងអស់គ្នាបាទអញ្ចឹងមេរៀនយើងមានប៉ុណ្្នឹងឯងហើយបើសិនជាបងប្អូនទាំងអស់គ្នាមានចម្ងល់ឬកន្លែងណាមិនយល់ច្បាស់បងអាច comment នៅក្នុងឬក៏នៅក្នុង YouTube លោកគ្រូបានណាលោកគ្រូនឹងឆ្លើយតបរាល់សំណួររបស់បងប្អូនទាំងអស់គ្នាអញ្ចឹងមេរៀនលោកគ្រូសូមបញ្ចប់តែប៉ុណ្ណឹងបាទអរគុណច្រើនសម្រាប់ការខិតខំប្រឹងប្រែងរៀនរបស់អ្នកទាំងអស់គ្នាអញ្ចឹងអរគុណនិងសូមជម្រាបលា